សួស្តីអ្នកនរគ្នាខ្ញុំ Chelsea ត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតដោយផ្ដើមនៅភាគទី11របស់យើងហ្នឹងគឺយើងឃើញថាមិត្តភ័ក្តិរបស់ស៊ូអេទាំង3នាក់ហ្នឹងមកប្របស៊ូអេទៅញ៉ាំអាហារថ្ងៃត្រង់តែពេលហ្នឹងចម្លើយរបស់ស៊ូអេហ្នឹងគឺគាត់ថាអត់បានទៅទេដោយស៊ូអេហ្នឹងបានយល់លេសថាស៊ូអេហ្នឹងអត់ឃ្លានទេតែតាមពិតទៅគោលបំណងរបស់ស៊ូអេហ្នឹងគឺចង់នៅតែ2នាក់ជាមួយនឹងមីនូហើយតាមពិតទៅស៊ូអេហ្នឹងក៏គាត់លួចទិញសាំងវិចមកទុកហូបដែរមិនមែនអត់សោះទេបន្ទាប់ពីដេកគិតមកយប់ហ្នឹងឥឡូវហ្នឹងស៊ូអេហ្នឹងគឺត្រៀមខ្លួនរួចហើយនឹងនិយាយគ្រប់យ៉ាងដែលគាត់ចង់និយាយហ្នឹងទៅកាន់មីនូហើយរឿងមួយហ្នឹងគឺស៊ូអេនឹងសុំមីនូបែកគ្នាតាមពិតរឿងហ្នឹងស៊ូអេត្រូវធ្វើយូរហើយប៉ុន្តែស៊ូអេក៏អត់ដឹងទេថាហេតុអីបានជាគាត់ហ្នឹងស្ទាក់ស្ទើរនឹងធ្វើវាហើយស៊ូអេហ្នឹងគាត់គិតថាប្រហែលជាដោយសារតែគាត់ហ្នឹងកំពុងតែជាប់នៅក្នុងវិមានមួយតែវិមានហ្នឹងត្រូវបានកសាងឡើងតាំងពីពួកគេទាំងពីរហ្នឹងបានជួបគ្នាអានេះគាត់ចង់សម្ដៅប្រៀបធៀបទៅលើថាវិមានមួយហ្នឹងវាដូចជាអនុស្សាវរីយ៍ឬក៏អារម្មណ៍ដែលពួកគាត់ហ្នឹងតែងតែមានជាមួយគ្នាគុំចូលគ្នាទៅក៏បង្កើតបានទៅជាវិមានមួយហ្នឹងដែលឃុំក្រងស៊ូអេជាប់ហ្នឹងអត់ឲ្យស៊ូអេហ្នឹងទៅណាកើតហើយកាលណាដែលពួកគេនៅជាមួយគ្នាកសាង memory យូរទៅអាកម្ពស់វិមានហ្នឹងក៏វាចេះតែខ្ពស់ទៅខ្ពស់ដល់ថ្នាក់សូម្បីតែអ្នកខាងក្រៅក៏គេមិនហ៊ានអើតកមើលដែរប៉ុន្តែនៅពីក្រោយជញ្ជាំងមួយហ្នឹងក៏វាមានលក្ខកំបាំងនៅការពិតដែរគឺទំនាក់ទំនងមួយហ្នឹងវាជ្រាលជ្រៅពេកដល់ថ្នាក់ថាយើងហ្នឹងវង្វេងអត់អាចរកផ្លូវចេញខ្លួនឯងកើតទោះបីជាផ្លូវចេញហ្នឹងនៅនឹងមុខយើងក៏ដោយក៏យើងបិទភ្នែកជាងធ្វើជាមើលអត់ឃើញហើយហ្នឹងហើយក៏ជាហេតុផលមួយដែលធ្វើឲ្យយើងពិបាកមែនទែននៅក្នុងការសម្រេចចិត្តបញ្ចប់ទំនាក់ទំនងដែលមានយូរណាស់ហើយទោះបីជាស៊ូអេនឹងដឹងហើយថាអាហេតុផលដែលគាត់ត្រូវបញ្ចប់ទំនាក់ទំនងមួយហ្នឹងវាច្បាស់កលែតនៅនឹងមុខអានេះដូចថាយើងស្រឡាញ់គេពេកដល់ថ្នាក់ថាយើងឃើញគេធ្វើខុសគេធ្វើមិនល្អដាក់យើងក៏យើងនៅតែទទួលយកទាំងអស់ហើយបើគិតថាខ្លួនឯងហ្នឹងកំពុងតែមានស្ថានភាពដូចស៊ូអេហ្នឹងគឺដោះស្បែកជើងរត់ឲ្យហើយទៅរត់ឲ្យឆ្ងាយពីម្នាក់ហ្នឹងកាត់មកសាច់រឿងយើងវិញពេលហ្នឹងមីនូហ្នឹងគេមកដល់គេក៏សួរស៊ូអេថាហេតុអីបានហៅខ្ញុំមកមានការអីមែននិយាយលឿនមកខ្ញុំនឹងប្រញាប់ទៅលេងបាល់តទៀតពេលហ្នឹងស៊ូអេឈ្ងប់មុខទាំងនិយាយថាខ្ញុំមានរឿងមួយចំនួនដែលខ្ញុំត្រូវប្រាប់យើងមីនូពួកយើងតែពេលហ្នឹងស៊ូអេនិយាយបានតែប៉ុណ្្នឹងឯងក៏កាំងយកហ្មងហើយពេលហ្នឹងមីនូវាសួរទាំងអានំហ្នឹងនៅពេញមាត់ថាពួកយើងយ៉ាងម៉េចហើយស៊ូអេហ្នឹងគឺស្រឡឹងជាងគេស្រឡឹងមើលមាត់វាកំពុងតែស៊ីឲ្យវានិយាយនេះស៊ូអេហ្នឹងគឺថាឆ្អែតចិត្តហ្មងថាមីនូហ្នឹងវាជាបរិសុទ្ធដែលបំផ្លាញអាស្នេហាដំបងរបស់ខ្លួនហើយសូម្បីតែអាការសុំបែកលើកដំបងរបស់ខ្លួនក៏ត្រូវបានមីនូនឹងបំផ្លាញដែរស៊ូអេនឹងអត់បានក៏សួរថាយើងគិតថាពេលហ្នឹងគឺជាពេលដែលត្រូវញ៉ាំអីមែនមីនូពួកយើងបែកគ្នាអានេះវាលឺឲ្យវាឡើងចំហមាត់មីនូក៏សួរថាម៉េចហេស៊ូអេតែស៊ូអេនឹងគឺដើរចេញអត់ខ្វល់មិនខ្ចីទាំងសួរសំណួរតាក់ទងទៅនឹងរឿងដែលបានកើតឡើងហ្នឹងផងស៊ូអេនឹងគិតថាទោះបីជាមីនូនឹងប្រាប់ថាហេតុអីបានជាទៅថៅប្រាអឹមក៏វាអត់បានផ្លាស់ប្ដូរអីកើតដែររឿងវាបានកើតឡើងហើយពេលហ្នឹងស៊ូអេក៏សម័យទៅដល់ពេលមួយពេលហ្នឹងមីនូស្រឡឹងមុខស៊ូអេឡើងយូរស៊ូអេហ្នឹងក៏ឆ្ងល់ក៏សួរថាហេតុអីបានមីនូហ្នឹងស្រឡឹងមុខខ្ញុំអញ្ចឹងស្រាប់តែមីនូហ្នឹងវាឆ្លើយមកវិញថាដោយសារតែស៊ូអេហ្នឹងមានអាចភ្នែកនិយាយមកគាត់មានទុកមុខឲ្យគ្នាហ្មងហើយស៊ូអេនេះគ្នាឡើងទីងសក់បាំងមុខខ្មាស់ហើយវាមិននិយាយតែអញ្ចឹងវានិយាយថាគួរឲ្យខ្ពើមពេលនោះសូម្បីតារ៉ាអឹមក៏ប្រតិកម្មដែរថាឲ្យមីនូថាហេតុអីបានមីនូនឹងទៅនិយាយអញ្ចឹងគ្រាន់តែស៊ូអេគាត់នឹកឃើញពេលនោះភ្លាមគាត់ក៏និយាយពាក្យប្រមាណម៉ាត់ទៅកាន់មីនូវិញស៊ូអេថាហេជួតមាត់ផងពេលកំពុងច្រាស់អីហ្នឹងគួរឲ្យខ្ពើមហើយក៏ដើរចេញទៅយ៉ាងស្លេពេលនិយាយពាក្យទាំងហ្នឹងទៅកាន់មីនូហើយគាត់ថាសប្បាយចិត្តមិនមែនអត់ទេស៊ូអេហ្នឹងក៏ឈឺចាប់ដែរតាមពិតទៅមានរឿងច្រើនណាស់ដែលគាត់ចង់និយាយប៉ុន្តែគាត់សុខចិត្តលាក់គាត់និយាយតែប៉ុណ្្នឹងឯងហើយអរគុណគ្រប់យ៉ាងទីបំផុតនោះស៊ូអេហ្នឹងគឺគាត់អាចរកផ្លូវចេញពីក្នុងវិមានមួយហ្នឹងបានហើយតោះមកគេក៏កាត់មកដល់ហាងលក់តុកបូគីមួយពេលហ្នឹងស៊ូអេកំពុងតែអង្គុយហូបអីជាមួយនឹងពួកម៉ាក់របស់គាត់ហើយសុកហ្នឹងគាត់ក៏និយាយហ្មងថាខ្ញុំមកបែកគ្នាមួយមីនូហើយមិត្តភក្តិហ្នឹងគ្រាន់តែលឺឡើងចំហមាត់ថាម៉េចប៉ុន្តែពេលហ្នឹងស៊ូអេអត់បានចាប់អារម្មណ៍ទេដោយសារតែគាត់អាឡ័យតែមើលសារនៅក្នុងទូរស័ព្ទពេលហ្នឹងរ៉ាអឹមបានផ្ញើសារមកស៊ូអេថាគាត់ហ្នឹងមានការជាមួយមិត្តភក្តិថ្ងៃហ្នឹងអញ្ចឹងហើយឲ្យស៊ូអេហ្នឹងទៅផ្ទះមុនចោះហើយស៊ូអេហ្នឹងក៏សួរថាមានការជាមួយនរណាគេប៉ុន្តែរ៉ាអឹមហ្នឹងអត់បានតបមកវិញទេ
ធ្វើឲ្យស៊ូអេនឹងឆ្ងល់មែនតើហើយពេលនោះមិត្តភ័ក្តិស៊ូអេនឹងក៏បន្តនិយាយទៀតថាវ៉ាវទីបំផុតណាអ្នកទាំងពីរហ្នឹងបែកគ្នាហើយចង់ប្រាប់ថាទោះបីជាពួកយើងមិនដែលទៅនិយាយពីមុខឯងមែនប៉ុន្តែឯងមានដឹងអត់ថាពួកយើងនឹងវាស្ទះផ្លូវអារម្មណ៍ប៉ុណ្ណាពេលដែលឃើញពីរអ្នកឯងហ្នឹងស៊ូអេហ្នឹងក៏និយាយទាំងធូរទៅថាហើយទីបំផុតបែកគ្នាហើយខ្ញុំហ្នឹងក៏មិនដឹងដែរថាហេតុអីបានពិបាកម៉េចគ្រាន់តែនិយាយពាក្យបែកពូម៉ាក់ស៊ូអេហ្នឹងក៏ថាអូយយើងណាយើងទប់មែនតែនទប់មិនចង់ប្រាប់ឯងហ្នឹងឲ្យទាត់វាចោលយូរហើយសត្វទៅពេលនោះស៊ូអេគាត់ក៏លេចទៅក្រៅទៅក៏ឃើញថារ៉ាអឹមកំពុងតែដើរនិយាយទូរស័ព្ទហើយពេលនោះស៊ូអេក៏នឹកឃើញទៅដល់សម្ដីរ៉ាអឹមដែលប្រាប់ថាថ្ងៃហ្នឹងគឺមានការប៉ុន្តែអត់បានប្រាប់ទេថាទៅជាមួយអ្នកណាស៊ូអេនោះអត់គិតច្រើនហើយក៏ងើបឈររៀបចំអីវ៉ាន់ភ្លាមមិត្តភ័ក្តិស៊ូអេក៏សួរថាហេឯងចង់ទៅណាអត់ហូបអីឲ្យហើយសិនទេស៊ូអេហ្នឹងក៏និយាយថាសុំទោសថ្ងៃហ្នឹងគ្នាអារម្មណ៍អត់សូវល្អទេហើយគ្នាគិតថាក៏ប្រហែលជាអត់បានទៅរៀនគួរដែរថ្ងៃហ្នឹងមិត្តភ័ក្តិស៊ូអេហ្នឹងក៏ឆ្ងល់ថាហើយមានរឿងអីហេតុអីបានសុកមានអារម្មណ៍អត់សូវល្អតែស៊ូអេអត់ខ្វល់ថាយើងទៅមុនហើយឯងទៅប្រទេសម្នាក់ឯងចុះពេលនោះចង់ពូម៉ាក់ស៊ូអេហៅមិនក៏អត់ខ្វល់ឯដើរទៅហើយស៊ូអេហ្នឹងដើរតាមរ៉ាអឹមចុះឡើងហ្នឹងក៏មកដល់កន្លែងការ៉ាអូខេមួយស៊ូអេហ្នឹងក៏តាមលើបពីក្រោយទៅរហូតទៅហើយក៏ឃើញថារ៉ាអឹមហ្នឹងក៏ដើរទៅចូលក្នុងបន្ទប់មួយពេលហ្នឹងស៊ូអេឡើងភ្ញាក់ខ្លួនហ្មងថាហេតុអីបានគាត់មកនៅទីហ្នឹងហេតុអីបានស៊ូអេហ្នឹងទៅតាមដានរ៉ាអឹមគិតហើយហ្នឹងក៏គិតថាគូដល់ទៅផ្ទះវិញហើយសត្វតែពេលហ្នឹងទ្វារបន្ទប់ហ្នឹងក៏បើកឡើងហើយក៏ឮគេនិយាយគ្នាថាមើលទៅពីរអ្នកហ្នឹងប្រហែលជាចិត្តដេតគ្នាហើយតែចៃដន្យអីដើរចេញមកហ្នឹងក៏ឃើញថាស៊ូអេហ្នឹងកំពុងតែដដាប់ទទូសនៅលើដីពីរអ្នកនោះចេញមកឆ្ងល់ពេកឈរមើលបដ ாய் ទៅស៊ូអេនេះខ្មាស់គេពេកក៏ចេះតែនិយាយទៅថាអូយដួលទៀតហើយនេះមើលទៅរបួសនៅខ្មងជើងហ្នឹងប្រហែលមិនងាយជាទេពីរអ្នកនោះឃើញអញ្ចឹងក៏ដើរចេញមកហើយនិយាយគ្នាតទៀតទៅណែឯងហ្នឹងមានគិតដូចយើងអត់ថាពីរអ្នកហ្នឹងប្រហែលជាចូលចិត្តគ្នាហើយមិត្តភក្តិម្នាក់ហ្នឹងក៏សួរថាពីណាគេរ៉ាអឹមមួយដូវ៉ាមែនពេលហ្នឹងស៊ូអេគាត់លឺឈ្មោះភ្លាមហ្នឹងគឺភ្ញាក់ហ្មងហើយពួកម៉ាក់គេហ្នឹងគេនិយាយគ្នាទៀតហើយថាមែនតើពីរអ្នកហ្នឹងមើលទៅគឺសមគ្នាមែនតើចោលរបស់យើងនេះកុំគិតថាយើងប្រហែលជាមានឱកាសជាមួយនឹងដូវ៉ាហ្នឹងហើយម្នាក់ទៀតហ្នឹងក៏និយាយថាឯងកុំចេះតែនិយាយហែងហ្នឹងទៅប្រជែងជាមួយរ៉ាអឹមមិនកើតទេពេលពីរនាក់ហ្នឹងដើរចេញផុតស៊ូអេហ្នឹងក៏គាត់ទៅលើបមើលតាមប្អួចចូលទៅក្នុងបន្ទប់ការ៉ាអូខេហ្នឹងក៏ឃើញថារ៉ាអឹមហ្នឹងកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងបរិសម្នាក់ទៀតមើលទៅដូចជាស្និទ្ធស្នាលគ្នាខ្លាំងហើយនៅលើអាវហ្នឹងក៏មានផ្លាកឈ្មោះដែរដាក់ថា Back Dova ពេលហ្នឹងស៊ូអេហ្នឹងក៏ស្គាល់ភ្លាមថាជាណាគេនិយាយទៅម្នាក់ដូវ៉ាហ្នឹងគឺល្បីខ្លាំងមែនតែនថាស្អាតសង្ហាឲ្យតែពេលគ្រូគាត់បើកសភៅបជាអវត្តមានម្ដងហ្នឹងណាកន្លែងឈ្មោះដូវ៉ាហ្នឹងគឺមិនដែលមានរូបថតទេដឹងតែគ្រូសួររហូតឯណារូបថតដូវ៉ាពីណាគេយកទៅណានិយាយទៅឡាច់គេសង្ហាពេកអញ្ចឹងស្រីគឺនាំគ្នាទៅដើមមានលួចរូបថតហ្មងពេលដែលស៊ូអេដឹងថារ៉ាអឹមហើយនឹងដូវ៉ាហ្នឹងប្រហែលជាចិត្តតែតគ្នាហើយខ្លាចជាសង្សារនឹងគ្នាហ្នឹងណាស៊ូអេនឹងឡើងលេលើហ្មងគាត់ឆ្ងល់ថាមានរឿងអីដែលគេកំពុងតែកើតឡើងហើយគាត់នឹងអត់តន់មែនស៊ូអេនឹងឡើងឆ្ងល់ថានេះជារឿង Hollywood មែនរ៉ាអឹមនឹងមានទាំងមនុស្សប្រុសសម្រាប់ថើបហើយមានទាំងមនុស្សប្រុសសម្រាប់ញ៉ែទៀតហើយពេលនោះកំពុងតែចិត្តតែងលើបមើលគេហ្នឹងក៏មានបរិសម្នាក់ហ្នឹងដើរកាត់មើលទៅតាមសម្លៀកបំពាក់ហ្នឹងយើងស្គាល់បាត់ហើយហើយដើរហួសទៅឃើញហ្នឹងក៏ដើរមកវិញរបៀបថាឃើញស៊ូអេហ្នឹងគឺស្គាល់ហ្មងហើយក៏អូនទៅសួរថាហេកំពុងធ្វើអីនៅកំពុងតាមដានគេមែនស៊ូអេហ្នឹងងាកមកហ្នឹងក៏ឃើញថាគឺជាតប៉ែអូនយកស៊ូអេយើងឃើញថាស្លន់ស្លោហ្មងថាអីគេកំពុងតាមដានអីគេអត់មានទេខ្ញុំមកហ្នឹងខ្ញុំមកច្រៀងការ៉ាអូខេតើហើយអូនយកគាត់អឺតមើលទៅដូចអត់មានអីទេស្អាតទោះថាស៊ូអេហ្នឹងមកម្នាក់ឯងមកច្រៀងការ៉ាអូខេម្នាក់ឯងមែនអូនយកហ្នឹងក៏សួរថាមកម្នាក់ឯងទេមែនស៊ូអេហ្នឹងក៏ចេះតែនិយាយយកលេសទៅថាអត់ទេខ្ញុំមកជាមួយពួកម៉ាខ្ញុំមកម្នាក់ឯងម៉េចអូនយកហ្នឹងក៏សួរថាមកមួយណាគេជីនមែនជីនហ្នឹងចង់សំដៅទៅលើម្នាក់ស្រីដែលអង្គុយញ៉ាំតុកបុកគីជាមួយនឹងស៊ូអេមិញហ្នឹងសក់ខ្មៅហ្នឹងស៊ូអេហ្នឹងក៏យកលេសដើម្បីគេចចេញថាខ្វល់តែរឿងយើងទៅសុបាយទៅហើយស៊ូអេហ្នឹងក៏ដើរតាំងទៅបើកទ្វារចូលបន្ទប់មួយបន្ទាប់ពីចូលបន្ទប់ហ្នឹងហើយស៊ូអេហ្នឹងនិយាយម្នាក់ឯងទៀតថាស្អីគេស៊ើបអង្កេតអូនយុគគិតថាខ្ញុំហ្នឹងជានរណាគេខ្ញុំគ្រាន់តែចង់បញ្ជាក់នៅរឿងមួយចំនួនតើនិយាយទៅស៊ូអេហ្នឹងនៅអឺតមើលថាអូនយុគហ្នឹងចេញទៅនៅតែនៅពេលដែលស៊ូអេងាកមកវិញហ្នឹងបានគាត់ដឹងថាបន្ទប់ហ្នឹងគឺជាបន្ទប់របស់គេកំពុងឲ្យច្រៀងការ៉ាអូខេពេញហ្នឹងហើយស្រីម៉ាអ្នកហ្នឹងគាត់ឆ្ងល់ដែរសុកមកបើកទ្វារចូលបន្ទប់គេហើយតាមអីដែលស៊ូអេគាត់មើលឃើញទៅសពុតពណ៌កាឈូក
ខ្លីកងឹតច្បាស់ស្រីទាំងអស់ហ្នឹងប្រកាសជាមកពីសាលាវិទ្យាល័យថេពចុងហើយសាលាថេពចុងហ្នឹងគឺជាសាលាដែលសម្រាប់មនុស្សស្រីសុទ្ធអត់មានមនុស្សប្រុសទេនៅចិត្តសាលារបស់ស៊ូអេរៀននឹងដែរពេលនោះស៊ូអេឡើងភ័យស៊ូអេហ្នឹងក៏និយាយថាសុំតមើលទៅប្រហែលជាខ្ញុំនឹងចូលច្រឡំបន្ទប់ហើយហាហាហាខ្ញុំទៅវិញហើយណាតែសួរថាគេឲ្យទៅស្រួលមែនម្នាក់ស្រីហ្នឹងក៏មកខ្ទប់ទ្វារអត់ឲ្យទៅដែរស៊ូអេនឹងនិយាយទាំងអាលីងអាឡងថាមានរឿងអីមែនម្នាក់ស្រីហ្នឹងក៏សួរថាយើងនឹងជាណាគេហេតុអីក៏ហ៊ានមកចូលបន្ទប់របស់ពួកយើងស៊ូអេនឹងភ័យមែនតើថាចាប់ហើយជីវិតអញគ្មាននៅទេហើយយើងនឹងក៏បានឲ្យដឹងថាសាលាទេពជងហ្នឹងគឺសិស្សស្រីៗនឹងកាចខ្លាំងមែនតើអានេះបើតាមអីដែលស៊ូអេនឹងដឹងឮពីមិត្តភ័ក្តិរបស់ខ្លួនឲ្យតប៉ះស្រីមកពីសាលាហ្នឹងគឺវាយខ្ចាយហើយស៊ូអេពេលហ្នឹងគឺគាត់អត់មានគិតអីទេគឺបិទភ្នែកព្រមទទួលយកគ្រប់យ៉ាងហើយពេលនេះតែស្រាប់តែពេលហ្នឹងទ្វារហ្នឹងក៏របើកឡើងអ្នកស្រីហ្នឹងក៏សួរថាហេពីណាគេតែម្នាក់ដែលចូលមកហ្នឹងគឺជាអ៊ុនយុកពេលនោះស្រីឡើងផ្អើលថាអូអ៊ុនយុកមែនណាវ៉ាវអូយឡើងសង្ហាអ៊ុនយុកហ្នឹងក៏ចូលមកចាប់ដៃស៊ូអេហើយក៏ប្រាប់ថាអូឲ្យខ្ញុំសុំទោសផងមើលទៅប្រហែលជាមិត្តភក្តិរបស់ខ្ញុំហ្នឹងចូលមកច្រឡំបន្ទប់ហើយសុំទោសហើយដែលរំខានហើយបន្តការសបាយទៀតចាណាហើយស្រីទាំងអស់ហ្នឹងនាំគ្នាឡើងកាំងហ្មងគ្រាន់តែអ៊ុនយុកចេញភ្លាមហ្នឹងគេនាំគ្នានិយាយភ្លាមថាអូយឡើងហត់ហើយម្នាក់ស្រីមិញហ្នឹងមិត្តភក្តិរបស់អ៊ុនយុកមែនអូយដល់អញ្ចឹងយើងសុំលេខទូរស័ព្ទអ៊ុនយុកតាមនាងបាត់ហើយអ៊ុនយុកហ្នឹងក៏បានអស់ស៊ូអេមកដល់ក្រៅហើយក៏និយាយថាបើសិនជាស៊ូអេឯងហ្នឹងចង់កុហកឲ្យសមតិចមកគ្រាន់តែកុហកខ្ញុំហ្នឹងកុហកមកឲ្យខ្ញុំជឿកើទៀតហើយបើមិនចង់ជួបគេទេហេតុអីបានទៅព្យាយាមដើរតាមគេស៊ូអេហ្នឹងក៏តមកទៅវិញថាហើយចុះយើងហ្នឹងមកមានការអីដែរមកតាមដានរ៉ាអឹមដែរមែនអ៊ុនយុកហ្នឹងក៏ថាស្អីគេតាមដានស្អីអ្នកណាប្រាប់ខ្ញុំមកហ្នឹងដោយសារតារ៉ាអឹមហ្នឹងតែមកប្រាប់ឲ្យខ្ញុំមកទេតែអ៊ុនយុកហ្នឹងខ្ជិលតប៉ែច្រើនថាអុយស្អីក៏ស្អីទៅឥឡូវទៅវិញទៅហើយក៏បកដៃដូចដេញមន់អញ្ចឹងដេញស៊ូអេហ្នឹងឲ្យទៅផ្ទះទៅបន្ទាប់មកក៏ដើរចេញធ្វើមិនដឹងស៊ូអេនៅពីក្រោយនេះចង់ទៅដាក់មួយដៃទេអាឆ្លើយហើយយើងនឹងក៏បានឲ្យដឹងដែរថានៅខាងក្រៅហ្នឹងកំពុងតែមានមេឃភ្លៀងខ្លាំងមិនដឹងកើតទេបានរាំងស៊ូអេហ្នឹងក៏អង្គុយចាំទៅហើយក៏គណៈពេលអង្គុយចាំហ្នឹងក៏អង្គុយគិតដែរស៊ូអេគិតថារ៉ាអឹមហ្នឹងចិត្តមានសង្សារហើយម្នាក់ហ្នឹងគឺជាដូវ៉ាដែលល្បីជាងគេនៅសាលាហ្នឹងទៀតអញ្ចឹងមានន័យថារ៉ាអឹមហ្នឹងទៅថើបមីនូទោះបីជានាងហ្នឹងកំពុងតែមានចិត្តស្រឡាញ់ទៅលើនរណាម្នាក់ហើយប៉ុន្តែហេតុអីទៅពេលនោះស៊ូអេហ្នឹងគាត់ថាអូយចង់ផ្ទុះក្បាលឲ្យគាត់គិតម្នាក់ឯងគាត់ឆ្ងល់មែនតើហេតុអីបានទៅជាអញ្ចឹងហើយស៊ូអេហ្នឹងក៏គិតម្នាក់ឯងហើយលន់មកម្នាក់ឯងថាហេតុអីក៏គាត់ហ្នឹងអត់មាននរណាគេដើម្បីចែករំលែកនៅរឿងដ៏គួរឈួតមួយនេះហើយពេលហ្នឹង notification មួយហ្នឹងក៏លោតនៅលើទូរស័ព្ទរបស់ស៊ូអេប្រាប់ថារឿង Black Rock កលាបខ្មៅហ្នឹងចាប់ដើមចាញ់ហើយប៉ុន្តែស៊ូអេហ្នឹងគាត់ឆ្ងល់ថាដល់តនការហ្នឹងហើយគាត់នៅមានពេលទៅខ្វល់រឿងហ្នឹងមែនហើយស៊ូអេហ្នឹងក៏វាយអសបាច់ទៅសេអីមួយទៅមកសបកក្រោយមកហ្នឹងយើងក៏ឃើញអាទូរស័ព្ទ Jelly Pop ហ្នឹងវារោស៊ូអេលើកមកហ្នឹងក៏ឃើញថាមានលេខមិនស្គាល់ហ្នឹងតែមកអត់ចាំបាច់គិតយូរទេស៊ូអេហ្នឹងក៏ចុចទទួលឲ្យសួរថា Hello ប៉ុន្តែអត់ទាន់បាននិយាយអីផងស្រាប់តែម្នាក់ណានោះហ្នឹងគាត់ដើរចូលមកគាត់អាលាស់ឆាត់របស់គាត់ដែលសិតតែទឹកភ្លៀងហ្នឹងត្រូវជាមួយស៊ូអេទៅស៊ូអេនឹងភ្ញាក់ពេកក៏បោះទូរស័ព្ទចោលធ្លាក់ទៅដល់ណាដល់ណីបាត់ហើយអាម្នាក់ហ្នឹងគាត់តែនិយាយមួយម៉ាត់គាត់សុំទោសហើយក៏ដើរចេញទៅហើយស៊ូអេហ្នឹងគាត់អឺតមើលទៅណាណោម៉ាយឲ្យទូរស័ព្ទធ្លាក់ឡើងដល់ក្រោមហើយសំខាន់កន្លែងហ្នឹងគឺគេចាក់សោទៀតអត់អាចចូលបានទេគិតទៅថ្ងៃហ្នឹងស៊ូអេហ្នឹងគឺវេទនាមែនតែនហើយស្រាប់តែពេលហ្នឹងក៏លឺសម្រាប់ជើងណាម្នាក់ហ្នឹងដើរចេញមកហើយម្នាក់ហ្នឹងផងដែរគឺជារ៉ាអឹមហ្នឹងប៉ុន្តែអត់បានឃើញស៊ូអេទេដោយសារតែមាន banner មួយបាំងរ៉ាអឹមដើរចេញមកឃើញមេឃភ្លៀងហ្នឹងក៏ដើរទៅទាំងភ្លៀងហ្នឹងមកហើយពេលហ្នឹងស៊ូអេហ្នឹងក៏ចាប់អារម្មណ៍ឃើញថាអ៊ុនយុកហ្នឹងក៏ដើរតាមពីក្រោយកាន់ឆាត់មួយដោយអត់មានភាពស្ទាក់ស្ទើរទេគឺអ៊ុនយុកហ្នឹងក៏យកឆាត់ហ្នឹងទៅឲ្យរ៉ាអឹមភ្លាមកុំឲ្យរ៉ាអឹមហ្នឹងទៅទឹកខ្លួនស៊ូអេហ្នឹងក៏លាន់មាត់ភ្លាមថារ៉ាអឹមហ្នឹងសំណាងម្លេះមានទាំងមីនូមានទាំងដូវ៉ាឥឡូវហ្នឹងមានទាំងអ៊ុនយុកហ្នឹងរងចាំទៀតស្រាប់តែពេលហ្នឹងក៏មាននរណាម្នាក់ហ្នឹងដើរមកពីក្រោយហើយយើងក៏បានដឹងថាម្នាក់ហ្នឹងគឺជាដូវ៉ាពេលហ្នឹងឡើងសាយអាយដាក់ស៊ូអេយើងយកហ្មង